ចាជំរាបសួរបងម៉ែបងប្អូនឃើញធ្វើខ្លួនខ្ជុកខ្ជូតនេះគឺមិនមែននៅផ្ទះទេណាបងប្អូនថ្ងៃហ្នឹងគឺឡើងខេត្តចាឡើងខេត្តជូនកូនតាពេតផងហើយខ្លួនឯងហ្នឹងទៅពិនិត្យមើលស្បែកមុខផងបន្ទាប់ពីធ្វើខ្លួនថតវីដេអូអីពេតប៉ុតហើយក៏ចាប់ផ្ដើមចេញដំណើរទៅណាបងប្អូននេះតាមផ្លូវតាមដងផ្លូវទៅខេត្តបាត់ដំបងហាងនេះខ្ញុំទៅតាមស្រុកថ្មគោលខាងបវលមើលទិដ្ឋភាពជាមួយនឹងដើមកង្កោបអូយស្អាតណាបងប្អូននេះខ្ញុំស្មានតែស្អាតតែនៅខាងដងផ្លូវខេត្តបៃលិនអត់ដឹងថានៅខាងបវលថ្មគោលយើងក៏មានដើមកង្កោបផ្កាពណ៌លំស្រស់បំប្រងនេះរដូវវស្សានេះខ្ញុំឡើងចុះផ្លូវនឹងញឹកញាប់ដែរប៉ុន្តែដូចជាអត់ដែលឃើញផ្លូវមានដើមកង្កោបអញ្ចឹងធ្លាប់តែឃើញនៅខេត្តបៃលិននិងនៅខាងបាណន់អត់នឹកស្មានថានៅខាងបបលថ្មគោលយើងនេះមានដែរបងប្អូនអូយតិចភ្នែកណាស់ស្អាតនិយាយទៅចំពោះដងផ្លូវមិនបាច់ដាំឈើអីឲ្យប្របាក់ទេដាំតែដើមកង្កោបហ្នឹងចេញផ្កាស្អាតយកតាណាអស់ធម្មជាតិតាមដងផ្លូវគឺនាងខ្ញុំអានេះវាជាចំណូលចិត្តរបស់នាងខ្ញុំទេបើសម្រាប់អ្នកផ្សេងមិនដឹងទេតែបើសម្រាប់នាងខ្ញុំគឺចូលចិត្តផ្កាបើសិនជាតាមផ្លូវឬទីណាក៏ដោយតែមានផ្កាគឺជាទីក្តីសុខដ៏មរមរបស់នាងខ្ញុំហើយចាពេញចិត្តណាស់ឲ្យបន្ទុក100លើ100តែម្ដងបន្ទាប់ពីអស់ដើមកង្កោបតាមផ្លូវចូលដល់ទីក្រុងបាត់ដំបងបងប្អូនអានេះមិនទាន់ដល់ 100%ទេគឺតែដល់ជាយដល់ត្រឹមលោកយាយទេពដល់ពេលដល់លោកយាយទេពលើកដៃសាពះត្រឡប់បងប្អូនដូចនាងខ្ញុំអត់ឲ្យទៅដល់កន្លែងណាដែលមានលៀបសក្ការៈគឺលើកដៃសាពះទោះនៅក្នុងឡានក៏ដោយចាគឺត្រូវលើកដៃសាពះគោរពណាចាគោរពបងប្អូនជឿជាក់លើចាវត្ថុស័ក្តិសិទ្ធិគឺបងប្អូនប្រកាសជាយល់ហើយថាពេលដែលជួបគឺត្រូវគោរពអញ្ចឹងចាសម្រាប់នេះខ្ញុំឲ្យទៅតាមផ្លូវឲ្យទៅដល់ឃើញកន្លែងណាមានចាដាក់រូបសំណាកគឺលើកដៃសាពះហើយចាហើយនៅកន្លែងពេទ្យនេះគឺកន្លែងឆ្លុះអេកូនេះខ្ញុំយកកូនមកឆ្លុះអេកូមើលផ្នែកខាងក្រោមរបស់កូនចាហើយនៅកន្លែងពេទ្យហ្នឹងគឺថាមានចិញ្ចឹមត្រីក្រហមណាបងប្អូនចិញ្ចឹមត្រីក្រហមហែលមិញហ្នឹងនេះខ្ញុំនិយាយអត់តាន់ទេគឺថាអូហែលប៉ុនបាតដៃធំជាងបាតដៃទៀតត្រីហែលក្នុងទូចង់នេះខ្ញុំមើលមិនតាន់បានអស់ចិត្តផងពេទ្យក៏ហៅចូលឲ្យស្ដាប់ការអេកូរបស់កូនប្រុសនាងខ្ញុំគ្មានជំងឺអីទេអត់មានអ្វីទាំងអស់តែនេះខ្ញុំបានស្ដាប់ហើយអីហើយក៏ត្រឡប់ចេញក្រៅស្ដាប់តែមេឃភ្លៀងបងប្អូនភ្លៀងសើមជោគថ្ងៃហ្នឹងសំណាងមែនតើទៅបាត់ដំបងគឺមេឃត្រជាក់បន្ទាប់ពីការងារបានចប់សគ្រប់នាងខ្ញុំបានដើរមើលបញ្ចូលសម្លេងថ្ងៃនេះរៀងស្អកដោយសារតែងើបពីគេងចាបន្ទាប់ពីដើរមើលមុខហើយនឹងចូលពេទ្យមើលកូនហើយអស់ក៏ចាប់បានត្រឡប់មកវិញមកដល់ថ្មគោលម៉ែនេះខ្ញុំថាហេវគាត់ហេវគាត់បានញ៉ាំបាយពេលថ្ងៃគាត់ថាហេវអញ្ចឹងក៏សម្រេចចិត្តធ្វើចូលសំទោបងប្អូននិយាយខុសចូលញ៉ាំអីនៅកន្លែងនេះថ្មគោលប៉ុន្តែបងប្អូនអើយកាទៀវគាត់ឆ្ងាញ់មែនឆ្ងាញ់តែគាត់អ្នកលក់នឹងដូចជាមិនឲ្យឆ្ងាញ់សោះដោយសារអីគាត់មិនសូវរស់រាយរាក់ទាក់គាត់រៀងពិបាកអ្នកលក់